Hello 大家好សួស្តីអ្នកទាំងអស់គ្នាឃើញនៅមុខផ្ទះដើរទៅវិញទៅមកចឹងកំពុងតែបបួលគ្នាទៅដើរលេងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅដើរលេងមួយកន្លែងជាមួយខ្ញុំគឺនៅព្រែកជីកនៅចន្ទ្រីអ្នកទាំងអស់គ្នាឥឡូវពួកខ្ញុំកំពុងតែជិះម៉ូតូទៅហើយប៉ុន្តែពួកខ្ញុំទៅគឺទៅ4នាក់ហើយជិះម៉ូតូតែមួយទេតោមួយជិះ4នាក់សប្បាយមួយយ៉ាងដែរជិះដើរនាំគ្នានិយាយរៀបរាប់ពីទេសភាពអីអញ្ចឹងហើយនិយាយដើមគេតិចតួចទៅសប្បាយមួយយ៉ាងដែរតាឥឡូវពួកខ្ញុំជិះបានមកដល់ស្ពានដូនសហើយប៉ុន្តែពួកខ្ញុំអត់ចុះលេងទេនាំគ្នាថាចុះលេងសិនហើយដល់ពេលម្នាក់ទៅថាអត់ទេចាំមកវិញចាំចុះលេងតែឥឡូវខ្យល់ជិះទៅត្មងអានេះជាសាលារៀនដែលខ្ញុំធ្លាប់រៀនគឺវិទ្យាល័យដូនសពេលខ្ញុំជិះកាត់សាលាខ្ញុំចឹងខ្ញុំនឹកមិត្តភ័ក្ដិខ្ញុំធ្លាប់រៀនជាមួយគ្នាតែអត់ដឹងថាឥឡូវពួកមិត្តភ័ក្ដិខ្ញុំទៅណាហងគឺថាគេធ្វើការនៅណាអីណាផាជាគេមានប្តីអស់ហើយមើលទៅកាលមុនឈប់រៀនបានមួយឆ្នាំពួកខ្ញុំមាន Facebook ជាមួយគ្នាពេលឥឡូវអត់មាន Facebook ជាមួយគ្នាបាត់តាណាអស់ហើយនឹកមិត្តភ័ក្ដិពេលឃើញសាលារៀនអញ្ចឹងជិះផ្ដានិយាយគ្នាផ្ដាឥឡូវខ្ញុំជិះមកដល់ព្រែកជីកឯផ្លូវជិះទៅស្រួលជិះតាបើខ្ញុំឃើញនៅក្នុងវីដេអូគេផុសគឺផ្លូវពិបាកជិះផាជាពេលនោះភ្លៀងមកហើយប៉ុន្តែពេលខ្ញុំទៅគឺអត់ទាន់មានភ្លៀងមកទេពេលមកវិញបានមានភ្លៀងមកគឺថាបែកបបឡើងពេញនឹងខ្ញុំទៅលេងនៅព្រែកជីកនឹងគឺពេលព្រឹកអត់ប្រហែលជាម៉ោង9ម៉ោង10ហ្នឹងពួកខ្ញុំចេញទៅរៀងស្ទុំអត់ទាន់មានភ្លៀងហងអត់សូវមានមនុស្សទេពេលល្ងាចបានមានមនុស្សច្រើនហើយពួកខ្ញុំទៅដល់ក៏នាំគ្នាកំងប្រហិតហើយនៅបុកល្ហុងទៅហើយទឹក4ដបកំដរមាត់រំបីនិយាយលេងបងអូនសែតឬខូចចិត្តអីអាចទៅលេងនៅព្រែកជីកបានដល់ពេលខ្ញុំទៅនឹងមានបងគាត់ច្រៀងឲ្យស្ដាប់ទៀតហើយគាត់ច្រៀងឡើងព្រោះបន្ទាប់ពេលហូបអីហើយពួកខ្ញុំក៏នាំគ្នាចុះទៅមើលទឹកហូរទៅគឺអត់ទាន់មានមនុស្សទេស្មាននឹងមានមួយថាទឹកធ្លាក់ពិតជាស្អាតមែនតែស្ដាយអត់មានអ្នកចុះលេងបន្ទាប់មកខ្ញុំក៏ថតទេសភាពកន្លងជុំវិញឲ្យអ្នកទាំងអស់គ្នាមើលទេសភាពកន្លងជុំវិញពិតជាស្អាតមែនតែស្អាតដោយសម្រស់ខ្ញុំចឹងឥឡូវខ្ញុំសម្រេចចិត្តថាចុះលេងហើយដល់ពេលខ្ញុំចុះលេងទៅទឹកវាហូរខ្លាំងពេកដល់ចង់ប៉ើងខ្ញុំហើយខ្ញុំអត់ហ៊ានចុះទេបានតែកន្លោះជើងទៅវិញទៅមកចាប់ពុតទៅចិត្តខ្ញុំពិតជាចង់ចុះលេងមែនតែខ្ញុំហ៊ានតែឈរនៅខាងអត់ហ៊ានទៅចំក្តារខ្លាចប៉ើងដោយស្លឹកអាស័យចឹងបន្ទាប់មកទៀតក៏ដើររ៉េរ៉ពេញហ្នឹងបនឲ្យតែពួកបងនៅក្នុងចុះលេងទៅបានខ្ញុំចុះលេងដែរឥឡូវឈ្មោះខ្ញុំចុះលេងនៅតែខ្ញុំទេអត់ដឹងថាធ្វើអីក៏ទាញកាមេរ៉ាមកថតទៅវិញទៅមកទៅហើយនេះក្មួយខ្ញុំចុះលេងពី3នាក់នឹងចុះលេងទៅគ្នាគេនឹងឯងហើយខ្ញុំនៅលើគោកចោថតទៅសំឡេងទឹកធ្លាក់ពិតជាព្រោះមែនតែនជារោគប្រាក់ជីវិតគឺរោគប្រាក់ធម្មតាទេដល់ពេលទៅវេទនាចូលអូយឈឺនេះឈឺអូយរោគប្រាក់ដល់កអូយដល់ដល់ឥឡូវនឹងពួកខ្ញុំលេងទឹករួចហើយបន្ទាប់ហើយពួកខ្ញុំក៏ត្រឡប់មកវិញហើយត្រឡប់មកវិញគឺមានការរោគរ៉ាក់យ៉ាងខ្លាំងដូចឃើញនៅក្នុងវីដេអូអញ្ចឹងគឺដើរមានដោះស្បែកជើងផងកាន់ស្បែកជើងហងយូរស្បែកជើងហងបើខ្ញុំទេផ្ដើមម៉ូតូគឺជាតិការទេគឺបែកបបាល់អល់ពេញមកអ្នកអូនពេលបើទៅលេងព្រែកជីកអីវិញភ្លៀងបាច់ទៅទេជឿខ្ញុំទៅប្រយ័ត្នបងម៉ូតូដូចខ្ញុំបងម៉ូតូឡើងហត់ប៉ុន្តែស្បាយយ៉ាងដែរតបពីរោគណាទៅហើយញ៉ៃមែនអើឲ្យកាន់តែជើងពីអញជួយឲ្យបាត់អត់បាត់ទីទៅហើយឥឡូវនាំគ្នាដើរទៅកន្លែងម៉ូតូដើម្បីត្រឡប់ទៅផ្ទះវិញពួកខ្ញុំមកតាំងពីព្រឹកឥឡូវម៉ោង2 3ឥឡូវទៅផ្ទះវិញហើយមុននឹងទៅផ្ទះពួកយើងនាំគ្នាថតរូបលេងសិនកុំអោយមកហើយកុំអោយខាតពួកខ្ញុំជិះម៉ូតូក៏នាំគ្នាក្លៀនក៏ពូគ្នាមកហូបអីនៅដូនសគ្នាហូបពងមាន់អាំងដែលគេល្បីនៅស្ពានដូនសហ្នឹងតោះអ្នកអង្គទៅហូបជាមួយខ្ញុំទាំងអស់គ្នាបើមើលលុយវិញគឺថាម្នាក់លុយឡើងសើមអស់ហើយអរគ្នាកូនក្មេងដើរតាមផ្លូវខ្ញុំឃើញកំសត់ពេកខ្ញុំក៏ហៅមកស៊ីពងមាន់អាំងគឺថាពងមាន់អាំងនៅកន្លែងនេះពិតជាឆ្ងាញ់មែនតើឲ្យខ្ញុំឲ្យរ៉េតឲ្យ10 លើ 10
ពងមាន់នៅនឹងលក់គួរសមតែថ្លៃគេលក់តែមួយគ្រាប់តែ1000ដែរអ្នកទាំងអស់គ្នាបើខ្ញុំហូបនៅពេញមួយគ្រាប់1500ពងមាន់អាំងតើបងប្អូនជួយហូបឆ្ងាញ់មួយខ្ញុំអូខេអ្នកទាំងអស់គ្នាវីដេអូដំណើរកម្សាន្តរបស់ខ្ញុំថ្ងៃនេះគឺដល់ទីបញ្ចប់ហើយវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនានិងតាមដានជួបខ្ញុំនៅពេលក្រោយទៀតបាយបាយ